យុទ្ធសាស្ត្របាល់កម្ដៅវិធីដែលហ្វ្រង់ឃ្មុំសម្រាប់ឪម៉ាល់យ៉ាក់យកវីលនេះគឺជាវិធីការពារខ្លួនរបស់សត្វឃ្មុំនៅពេលមានសត្វឪម៉ាល់យ៉ាក់មកវាយលុកសម្បុករបស់វាអ្វីដែលឃ្មុំទាំងនេះកំពុងធ្វើគេហៅថា hit balling ឬការបង្កើតជាបាល់កម្ដៅហេតុអ្វីបានជាពួកវាត្រូវធ្វើបែបនេះឪម៉ាល់យ៉ាក់អាស៊ីចូលចិត្តស៊ីកូនខ្ចីរបស់ឃ្មុំជាអាហារបំផុតឪម៉ាល់យ៉ាក់តែ20ក្បាលអាចកំទេចសម្បុកឃ្មុំទាំងមូលបានយ៉ាងងាយឪម៉ាល់មានដងខ្លួនរឹងដូចពាក់ដែកដែលធ្វើឲ្យត្រញិតរបស់ឃ្មុំមិនអាចចាក់ទម្លូបានឡើយបើប្រកួតគ្នាឃ្មុំនឹងត្រីចាញ់ដាច់តែម្ដងដំណើរការនៃបាល់កម្ដៅដោយសារមិនអាចប្រើត្រញិតតិចបានឃ្មុំអាស៊ីក៏ប្រើវិធីព្រួតគ្នាដូចខាងក្រោមហ្វូងឃ្មុំរាប់រយក្បាលនឹងហោះមកស្របជុំវិញសត្វឪម៉ាល់រហូតបង្កើតបានជាដុំមូលដូចបាល់ឃ្មុំទាំងអស់នឹងចាប់ផ្ដើមញ័រដងខឿននឹងសាច់ដុំយ៉ាងខ្លាំងនិងញឹកញាប់បំផុតការញ័រនេះបង្កើតឲ្យមានកម្ដៅកើនឡើងរហូតដល់47អង្សាសេនៅក្នុងដុំបាល់នោះលទ្ធផលសីតុណ្ហភាព47អង្សាសេនេះគឺខ្ពស់គ្រប់គ្រាន់សម្រាប់សម្លាប់សត្វឪម៉ាល់យ៉ាក់ឲ្យទៅចាប់ជាថ្មីបានក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះនេះគឺជាយុទ្ធសាស្ត្រដ៏វៃឆ្លាតដើម្បីការពារកូនចៅនិងទឹកឃ្មុំដ៏មានតម្លៃរបស់ពួកវា